ស្របតែផុសជួយចាស់ជរាទូរគតជនឥឡូវជួយដល់ទាហានជួមកម្ដងសូមបងប្អូនដែលនៅក្នុងប្រទេសគេកុំភ្លេចកំណើតជាខ្មែរដូចជាខ្មែរនៅថៃខ្មែរសុរិនខ្មែរស៊ីកាកេតខ្មែរបរិរាមដើរមកពីខ្មែរតែមួយចូលរួមដល់កងទ័ពខ្មែរខ្មែរសាមគ្គីខ្មែរឈ្នះចោលសៀមឈ្លានពានទឹកដីកុំដូចហងខ្លួនមួយក្បាលពីរបែកបាក់សាមគ្គីស្លាប់សូមសាមឈ្នះរឿងដំរីជន់កូនគ្រួចស្លាប់ស្ដាប់គតិអប់រំពាក់ព័ន្ធនឹងរឿងហងក្បាលពីរប៉ុន្តែខ្លួនមួយប្រកស្ដាប់អីទេហ្នឹងណាណាសំដីនេះមិនធម្មតាទេអញមិនធម្មតាទេបើយើងអត់ចេះហាត់ពុតលុតដំអប់រំបានល្អហ្នឹងអត់សុខទេព្រះលោកសំដីអំពីហងមកលើករឿងហ្នឹងមួយម៉ាត់ចុះហងហ្នឹងគឺខ្លួនវាតែមួយទេប៉ុន្តែក្បាលវាពីរក្បាលវាបែកជាពីរប៉ុន្តែខ្លួនវាតែមួយហើយតាំងពីកើតមកដឹងក្តីមកគឺស្រឡាញ់គ្នាណាណាស្រឡាញ់គ្នាណាស្ម័គ្រស្មោះនឹងគ្នាណាខ្លួនតែមួយទេតែក្បាលពីរហើយចាប់ផ្សេងគ្នាណាស្រឡាញ់គ្នាសង្គ្រោះសណ្ដោះគ្នាមានចំណៃអីតិចតួចអត់ចេះលាក់កំបាំងទៅចែករំលែកគ្នាដើម្បីរកណាពួកខ្លួនតែមួយក៏គាត់តែក្បាលពីរផ្សេងគ្នាដល់ថ្ងៃមួយមានព្រានប្រមាញ់ចូលមកបបាញ់ឃើញសាច់នោះចម្លែកណាហងហ្នឹងហេតុអីបានជាខ្លួនមួយមានក្បាលពីរគាត់ថាឃើញហើយតាក់ចាប់បានហើយនឹកឃើញដល់បរិជាអីបើអញយកទៅថ្វាយបរិជាម្លេះសំបរិជាពេញប្រហាល់ទៅអញនឹងទទួលបានរង្វាន់ពីបរិជាបញ្ជាក់ពីហេតុទេសិនតិចទៀតយើងដឹងផលនៃសម្ដីនឹងវាមានកម្រិតប៉ុណ្ណាដល់ពេលយកទៅថ្វាយបរិជាពេញប្រហាល់ទៅតើអីសត្វនេះជាសត្វដែលកម្រដែលយើងមិនដែលជួបប្រទះទេខ្លួនតែមួយតែមានក្បាលដល់ទៅពីរហើយអាចចេះរស់នៅជាមួយគ្នាបានអាចចេះរស់នៅជាមួយគ្នាបានអត់ចេះឆ្លុកតបតែងខ្វៃកំណត់គ្នាណែល្អណាស់ចឹងឲ្យនាមកាបរិមត្រីរាជការយកហងហ្នឹងយកទៅដាក់ក្នុងទ្រុងធ្វើទ្រុងឲ្យស្អាតដាក់ក្នុងទ្រុងតម្កល់ទុកជាសម្បត្តិរបស់រាជានៅក្នុងវត្តណាដល់ពេលយកទៅដាក់ក្នុងទ្រុងចេញពីប្រជុំមកអាម៉ាតមួយនោះគាត់ដើរទៅកន្លែងត្រង់ហងហ្នឹងសឹកដាក់ក្បាលហងមកខាងអត់និយាយអីក៏សឹកធ្វើមាត់ចាប់អូដាក់ក្បាលហងមកខាងណាដល់ហើយដើរហួសចេញទៅណាសំដីណាមាត់នឹងមិនធម្មតាទេអាហងម្នាក់ទៀតទៅក្បាលមួយទៀតទៅវាសួរអាម៉ាតនិយាយប្រាប់រឿងអីខ្លះហើយមានរឿងអីល្អមានរឿងអីប្លែកប្រាប់យើងផងអាក្បាលមកខាងទៀតនេះថាអញទៅស្ដាប់ពីលឺអីសោះអញឃើញលឺសូមមាត់ចាប់អូដឹងមានន័យថាម៉េចអញស្ដាប់លឺសោះអាហងក្បាលមួយទៀតនេះវាថាអញជឿទេហើយមានរឿងល្អមិនប្រាប់អញនៅជាមួយគ្នាយូរហើយខ្លួនតែមួយហេតុអីបានមានរឿងល្អមិនប្រាប់គ្នាចាំបាច់លាក់កំបាំងថាប៉ុណ្ណឹងហើយក៏ហីទៅអានោះថាទេអញស្ដាប់គ្មានលឺអីទេណាប្រាប់ប៉ុណ្ណឹងហើយនិយាយគ្នាប៉ុណ្ណឹងហើយរឿងហីទៅស្អែកឡើងមកម្ដងទៀតអាម៉ាតនោះទៅខ្សឹបដាក់ក្បាលមកខាងទៀតទៅមាត់ចាប់អូទៅអាមកខាងនេះក៏សួរម្ដងហើយចុងថ្ងៃហ្នឹងអាម៉ាតនិយាយអីដាក់ឯងទៅមើលប្រាប់យើងផងហេអញស្ដាប់អត់លឺដែរលឺសូរតែមាត់ចាប់អូដឹងនិយាយថាម៉េចណាត្រង់បានទៅទេឯងមិនត្រង់ជាមួយនឹងអញដែរអានោះតែឯងកុំត្រង់នឹងអញដែរឯងកុំត្រង់នឹងអញឆ្លុកតក់តែខ្វាយកំណត់គ្នារហូតដល់ធាក់ចាក់គ្នារហូតដល់ទ្រាំបានហែកខ្លួននឹងដាច់ជាពីរឃើញណាស្លាប់ទាំងពីរនាក់ស្លាប់ទាំងពីរនាក់អញ្ចឹងមិនធម្មតាទេដោយសារសម្ដីនេះអាចឲ្យរកក៏ដោយសារសម្ដីស្លាប់ក៏ដោយសារសម្ដីជួបជុំក៏ដោយសារសម្ដីប្រក់ប្រាក់ក៏ដោយសារសម្ដីសុខក៏ដោយសារសម្ដីទុកក៏ដោយសារសម្ដីទឹកភ្នែកក៏ដោយសារសម្ដីសើចសប្បាយក៏ដោយសារសម្ដីខ្ញុំបានបើកទទួលមើលវិញហើយទស្សទាយជោគរាសីខ្សែជីវិតនិងរៀបចំអាសនៈរៀបព្រះភូមិទេវតាជាខ្សែកថាចាដោយយកកថាមាសស្នេហ៍មហានិយមខាងការពារការរៀបចំគ្រឿងសក្ការៈតាមលំដាប់ដើម្បីបានជាទីសក្ការៈសម្រាប់តម្កល់គ្រឿងសក្ការៈយើងត្រូវមានចំពោះតួអាសនៈត្រូវយកតាមຂະຫນាតអ្នករៀបគឺកម្ពស់ត្រឹមចុងដង្ហើមមនុស្សឈរឋានៈក្រោមយកត្រឹមចុងដង្ហើមមនុស្សអង្គុយការមើលឋានៈរបស់អាសនៈលោកឲ្យយកត្រឹម7ឋានៈឬ5ឋានៈចុះតែម្ដងដងបាយសីលោកកំណត់ឲ្យរៀបតាមຂະຫນាតគ្រូឬអ្នកគោរពឬកម្ពស់ដងបាយសីស្មើ1ហត្ថអ្នកគោរពហើយបន្ទាប់មកចុះម្ដង4ថ្នប់ដៃរៀងគ្នាដងបាយសីលោកកំណត់ឲ្យធ្វើអំពីដីឬចាក់ពីស៊ីម៉ងឥតបើបានធ្វើពីក្រមួនឬក្រមួនទៀនរឹតតែប្រសើរពីបុរាណលោកមិនឲ្យយកដើមឈើមកធ្វើជាដងបាយសីនោះទេព្រោះដើមឈើសុទ្ធតែមានម្ចាស់ជំនាញឈើបើយកឈើមកធ្វើដងបាយសីលោកឲ្យប្រើមិនលើសពី7ថ្ងៃនោះទេតែបើចាំបាច់ត្រូវយកឈើឬឫស្សីមកធ្វើជាដងបាយសីត្រូវធ្វើកិច្ចសុំឲ្យបានត្រឹមត្រូវនិងមិនឲ្យបាញ់កឹបឬបោះដែកគោលនឹងដងបាយសីនោះទេអាចនាំឲ្យកើតមានហេតុអពមង្គលផ្សេងយើងអាចយកជួរកៅមកបិទជំនួសទៅប្រសើរពីបុរាណលោកយកអង្ករដំណើបខ្មៅមកធ្វើបាយម៉ាសម្រាប់បិទបាយសីសក្ការៈឬបិទគ្រឿងសក្ការៈផ្សេងទៀតនៅទីសក្ការៈដែលយើងត្រូវប្រតិបត្តិគោរពក្នុងរយៈពេលយូរបាយសីមិនត្រូវធ្វើអំពីដើមចេកឬក៏ស្លឹកចេកនោះទេព្រោះវាប្រើបានតែរយៈពេលខ្លីគេប្រើបាយសីដែលផលិតឡើងពីដើមចេកនិងស្លឹកចេកតែក្នុងកិច្ចពិធីខ្លីៗដូចជាឡើងអ្នកតាបញ្ជូនរូបសែនព្រេនជាដើមព្រោះគេប្រើតែពេលខ្លីហើយក៏បោះវាចោលជាធម្មតាបាយសីអាចយក
ធ្វើឡើងពីក្រដាស់ពណ៌លឿងឬពណ៌មាសសុទ្ធក៏បានចំពោះបាយសី4ថ្នាក់ពណ៌បៃតងដាក់ថ្នាក់កម្ពស់ជាងបាយសី7ថ្នាក់ពណ៌មាសហើយកម្ពស់ជាងបាយសី5ថ្នាក់ពណ៌ប្រាក់និងកម្ពស់ជាងបាយសី3ថ្នាក់ពណ៌ខៀវដើមពណ៌មាសមួយដើមឬពីរដើមតាំងនៅថ្នាក់លើព្រះពុទ្ធរូបជាទ្រង់ព្រះភ្នាល់ចាញ់មាសតាំងនៅថ្នាក់លើបំផុតខាងមុខដើមពណ៌មាសអាចប្រើរូបបដិមាសមាធិរូបបដិមាប្រសាទក៏បានតាមចិត្តជ្រះថ្លាប៉ុន្តែតាមក្បួនគេប្រើព្រះពុទ្ធប្រោះនាគឬព្រះពុទ្ធចាញ់មាសត្រឹមត្រូវជាងហើយក្នុងនោះដែរគេមិនអោយដាក់ព្រះពុទ្ធចូលនិព្វាននោះទេព្រះបិណ្ឌបាតមួយគូតាំងខាងឆ្វេងនិងខាងស្ដាំព្រះសិរមេត្រីតាំងថ្នាក់បន្ទាប់ព្រះនរាយណ៍ដៃ8តាំងថ្នាក់បន្ទាប់ខាងស្ដាំនិងព្រះពិលោកាដៃ4តាំងខាងឆ្វេងបើមានរូបបដិមាព្រះសិវៈចូលតាំងនៅកណ្ដាលព្រះភគនេសតាំងថ្នាក់បន្ទាប់ខាងស្ដាំនិងព្រះមុនីឥសីតាំងខាងឆ្វេងហើយរូបបដិមាព្រះម៉ៃធរណីតាំងផ្នែកកណ្ដាលទឹកមួយផ្តិលដាក់ថ្នាក់បន្ទាប់ខាងមុខចំនឹងមុខព្រះម៉ែធរណីហើយនាងបោកនេះបោយតាំងថ្នាក់ស្មើនឹងផ្តិលទឹកនោះរួមជាមួយនឹងគ្រឿងរណ្ដាប់ឆ្វេងស្ដាំជាក្រណាត់សទឹកអប់ទៀនក្រអូបបារីស្លាមលូប្រកាសស្រស់ពីធោតាំងឆ្វេងស្ដាំដែលមានជើងធូបនៅកណ្ដាលស្លាធរដងមួយគូអាចដាក់នៅថ្នាក់អមសងខាងព្រះសិរមេត្រី